សួស្តីបងប្អូនអរគ្នាចឹងថ្ងៃនេះខ្ញុំមាន podcast មួយទៀតដែលខ្ញុំចង់និយាយតាក់ទងអំពីការផ្លាស់ប្ដូររបៀបគិតនិងផ្លាស់ប្ដូរជីវិតរបស់យើងនឹងដូចគ្នាហើយអ្វីដែលខ្ញុំដកស្រង់ចេញហ្នឹងគឺចេញតាក់ទងអំពីសៀវភៅដែលគេហៅថា mindset ហើយនៅក្នុងហ្នឹងគេក៏បានប្រាប់យើងបញ្ជាក់ថាតើពិតយើងទាំងអស់គ្នាគួរតែបានអានសៀវភៅហ្នឹងម្ដងដើម្បីឲ្យយើងនឹងបានដឹងថាអ្វីកើតឡើងចំពោះយើងមិនមែនមកពីយើងមិនល្អឬក៏យើងគ្មានសមត្ថភាពអីទេក៏ប៉ុន្តែគឺមកពីផ្នត់គំនិតរបស់យើងខ្លួនឯងគេបាននិយាយថាមនុស្សជាច្រើនណាតែងតែគិតថាមនុស្សជោគជ័យគឺការមកឆ្លាតជាងគេអ្នកដឹកនាំល្អប្រហែលជាកើតមកពីគេមានសមត្ថភាពហើយអ្នកដែលអាចរស់លើបានច្រើនជាងគេក៏ប្រហែលជាអ្នកដែលមានទេពកោសល្យជាងគេដែរក៏ប៉ុន្តែគេបាននិយាយថាតាមពិតមិនមែនទេភាពខុសគ្នារវាងមនុស្សជោគជ័យហើយនិងមនុស្សធម្មតាមិនមែនស្ថិតនៅលើតែ IQ មួយមុខនោះទេប៉ុន្តែស្ថិតនៅលើផ្នត់គំនិត mindset របស់មនុស្សម្នាក់ៗនឹងដូចគ្នាដែរចឹងចំណុចទី1គេចង់ឲ្យយើងនឹងដឹងថាចេះគ្រប់យ៉ាងទាំងអស់នៃការគិតរបស់យើងគឺយើងអាចជ្រើសរើសបានហើយអ្វីដែលយើងមិនអាចជ្រើសរើសបានណាគឺវាមានតិចទេគេលើកឧទាហរណ៍ថាទី1គឺយើងអាចជ្រើសរើសថាយើងគួរតែកើតនៅក្នុងគ្រួសារមួយណាអានឹងយើងជ្រើសរើសអត់បានទេឬក៏យើងជ្រើសរើសថាយើងកើតមកយើងត្រូវតែឆ្លាតជាងគេជាងឯងអានឹងក៏ប្រហែលជាយើងមិនអាចជ្រើសរើសបានដែរអញ្ចឹងគេថាប្រហែលជាមានតែពីរហ្នឹងទេដែលពិបាកក្នុងការជ្រើសរើសប៉ុន្តែក្រៅពីហ្នឹងគឺយើងអាចជ្រើសរើសបានទាំងអស់ហើយក៏គេឧទាហរណ៍ឲ្យយើងនឹងយល់មួយទៀតថាឧទាហរណ៍ណាឧទាហរណ៍ថាថ្ងៃហ្នឹងបើជ្រើសរើសគិតបែបណាអាហ្នឹងក៏យើងជាអ្នកជ្រើសរើសបានដែរឧទាហរណ៍ថាថ្ងៃហ្នឹងខ្ញុំជ្រើសរើសថាខ្ញុំឲ្យខ្លួនឯងនឹងគិតតែរឿងវិជ្ជមានអញ្ចឹងប្រកាសថាយើងអាចជ្រើសរើសបានអញ្ចឹងនៅពេលដែលយើងរោទៅផ្លូវអវិជ្ជមានប្រភ្លាមយើងឲ្យខ្លួនយើងមកវិជ្ជមានវិញចឹងប្រកាសថាអានឹងគឺជាអ្វីដែលយើងអាចជ្រើសរើសបានហើយគេក៏បានបញ្ជាក់ថាជីវិតរបស់យើងមិនត្រូវបានកំណត់ដោយរឿងណាមួយដែលកើតឡើងចំពោះយើងទេក៏ប៉ុន្តែវាត្រូវបានកំណត់ដោយការឆ្លើយតបពីយើងនឹងទៅរឿងទាំងអស់ហ្នឹងវិញខ្ញុំអាចលើកឧទាហរណ៍មួយដែលសារតែគ្រូរបស់ខ្ញុំគាត់បានបញ្ជាក់មួយណាគាត់ថាដូចជាឧទាហរណ៍ហ្នឹងតកតងអំពីមេឃភ្លៀងបើសិនជាឧទាហរណ៍ថាថ្ងៃហ្នឹងគឺយើងត្រូវទៅជួបនឹង client មួយដែលយើងអាច deal ឃ្លោះលុយបានច្រើនហ្មងប៉ុន្តែស្រាប់តែដល់ពេលចិត្តដល់ម៉ោងដែលយើងត្រូវទៅជួបគេមេឃភ្លៀងខ្លាំងមែនទែនអញ្ចឹងបើសិនជា mindset របស់យើងណាមិនល្អហើយយើងឲ្យស្ថានភាពបែបហ្នឹងមកគ្រប់គ្រងយើងប្រហែលជាយើងនឹងអង្គុយលូរទាំយើងនៅខឹងយើងនៅមួម៉ៅហេតុអីក៏ភ្លៀងនឹងធ្លាក់មកនៅក្នុងពេលដែលយើងត្រូវទៅជួបគេអីលាក់ចឹងទៅក៏ប៉ុន្តែបើសិនជាមួយទៀតគឺយើងជាអ្នកដែលគ្រប់គ្រងស្ថានភាពនឹងដល់ខ្លួនឯងគឺយើងជាអ្នកដែលគិតមួយថាយើងគិតល្អអញ្ចឹងដល់ពេលនេះយើងក៏អាចគិតថាអូខេភ្លៀងក៏ភ្លៀងប៉ុន្តែខ្ញុំអាចទទួលឆាតខ្ញុំអាចជិះឡានខ្ញុំក៏នៅតែអាចទៅដល់កន្លែងត្រង់ហ្នឹងដើម្បីជួបជាមួយនឹង client ខ្ញុំបានដែរគ្រាន់តែថាអាចនឹងពេលខ្លះយើងទៅយើងសទឹកខ្លួនបន្តិចយើងអីបន្តិចក៏ប៉ុន្តែយ៉ាងណាក៏យើងនៅតែគិត positive ថាខ្ញុំនៅតែអាចទៅជួប client ខ្ញុំបានអញ្ចឹងនៅពេលហ្នឹងរឿងទាំងអស់វាអត់មានអីកើតឡើងទេមានន័យថាយើងក៏អាចទៅជួប client យើងបានហើយភ្លៀងមកភ្លៀងក៏ភ្លៀងទៅតាមហ្នឹងចឹងទៅប៉ុន្តែយើងអត់ឲ្យរឿងហ្នឹងឬក៏បញ្ហាហ្នឹងមកប្រឈប់យើងអត់ឲ្យទៅធ្វើអីដែលយើងបានកំណត់នោះទេអញ្ចឹងនៅក្នុងនេះគេក៏មានលើកជាឧទាហរណ៍មួយសម្រាប់ឲ្យយើងនឹងកាន់តែយល់ថាអីគេទៅដែលគេហៅថា fixed mindset អញ្ចឹងនៅពេលដែល fixed mindset មនុស្សដែលមាន fixed mindset គឺអានេះបើសិនជាយើងអាចនិយាយថាដែលយើងជាប់គៀងទៅនៅបញ្ហាមានថាគិតឃើញតែពីរឿងបញ្ហាប្រហែលជាយើងអាចនឹងគិតថាជាឧទាហរណ៍ណាឧទាហរណ៍ថាបើអាជីវកម្មរបស់យើងមានបញ្ហាដោយសារតែការលក់ធ្លាក់ចុះដោយសារតែការនាំចេញមិនដូចការរំពឹងទុកឬក៏អីចឹងទៅអញ្ចឹងនៅពេលនឹងសំណួរដែលយើងសួរខ្លួនឯងគឺបើយើងហ៊ានសួរខ្លួនឯងថាតើខ្ញុំអត់សមនឹងធ្វើអាជីវកម្មមួយនឹងទៅដឹងហេតុអីបានជាអាជីវកម្មនឹងចឹងមកពីខ្ញុំអត់ស័ក្តិសមឬក៏មកពីខ្ញុំនឹងមិនអញ្ចឹងបើសិនជាយើងនៅតែអង្គុយលូរទាំហើយមកបន្ទោសខ្លួនឯងថាយើងប្រហែលជាមិនស័ក្តិសមនឹងអាជីវកម្មមួយហ្នឹងឬក៏យើងបែបមិនចឹងណាអាហ្នឹងគឺគេហៅថា fixed mindset ហើយឬក៏សួរខ្លួនឯងថាហេតុអីបានខ្ញុំបរាជ័យអាហ្នឹងក៏ជា fixed mindset ដែរប៉ុន្តែបើសិនជាយើងចាប់ផ្ដើមឲ្យខ្លួនឯងអង្គុយសួរខ្លួនឯងដល់ចេះវិញតើទីផ្សារនិងស្ថានភាពកំពុងតែពិបាកបែបនេះតើវាកំពុងតែបង្រៀនអីគេឲ្យខ្ញុំបងប្អូនដឹងអត់ត្រឹមតែការផ្លាស់ប្ដូរសំណួរប៉ុណ្ណេះឯងបើសិនជាយើងគិតមើលទៅជីវិតរបស់យើងហាក់ដូចជាផ្លាស់ប្ដូរទាំងស្រុងមកដោយយើងគិតទៅលើដំណោះស្រាយជាជាងបញ្ហាដែលយើងកំពុងតែជួប
ចឹងខ្ញុំบอกឲ្យបងប្អូនម្ដងទៀតណាកន្លែងត្រង់នេះចេះគេហៅថា fixed mindset មានន័យថា mindset របស់យើងដែលគិតតែរឿងបញ្ហានៅពេលដែលយើងជួបនឹងគ្រឿងអីមួយយើងប្រកាសជាមកសួរខ្លួនឯងថាហេតុអីបើខ្ញុំបរាជ័យខ្ញុំអត់សមនឹងធ្វើអាជីវកម្មមួយនឹងទៅនឹងឬក៏ហេតុអីបានអាជីវកម្មនោះពិបាកធ្វើហ្មងនៅពេលដែលយើងគិតអញ្ចឹងណាប្រកាសណាគ្មានដំណោះស្រាយណាយកមកឲ្យយើងទេក៏ប៉ុន្តែគ្រាន់តែបងប្អូនប្រែជាសំណួរហ្នឹងដោយអត់មានធ្វើអញ្ចឹងទេប៉ុន្តែបងប្អូនចាប់ដើមសួរខ្លួនឯងទៅចេះការទីផ្សារនិងស្ថានភាពដែលខ្ញុំកំពុងជួបប្រងថ្ងៃនេះវាកំពុងតែបង្រៀនអីគេឲ្យខ្ញុំបានដឹងគ្រាន់តែយើងចាប់ដើមបដូរនៅសំណួរដែលយើងសួរខ្លួនឯងប៉ុណ្ណឹងតបភ្លាមណាវានឹងធ្វើឲ្យយើងមើលឃើញទៅលើដំណោះស្រាយជាច្រើនដែលយើងនឹងត្រូវធ្វើគ្រាន់តែបងប្អូនគិតទៅគ្រាន់តែសំណួរទី1គិតភ្លាមគឺបញ្ចប់ផ្លូវខ្លួនឯងមកមានតែបោះបង់ចោលមកតែនៅពេលដែលយើងបដូរមកសំណួរទី2កប់ភ្លាមធ្វើឲ្យយើងមានអារម្មណ៍ថាចេះវាកំពុងតែបរៀនខ្ញុំអីគេទីផ្សារឥឡូវហ្នឹងមិនស្ថានភាពឥឡូវហ្នឹងមិនចឹងមានន័យថាយើងរត់ទៅរកដំណោះស្រាយដែលយើងគួរតែដោះស្រាយវិញចឹងហើយនេះគេហៅថាការដែលយើងគ្រាន់តែផ្លាស់ប្ដូរសំណួរដែលយើងសួរមកខ្លួនឯងជីវិតរបស់យើងក៏ផ្លាស់ប្ដូរដូចគ្នាដែរចំណុចទី2គឺគេចង់ឲ្យយើងដឹងអំពី fixed mindset ហើយនិង growth mindset អញ្ចឹងនៅក្នុងសៀវភៅនេះគេបាននិយាយថាជាមនុស្សគឺមានរបៀបនៃការគិតនឹងពីរប្រភេទទី1គឺជាប្រភេទ fixed mindset ដែលមានការគិតនឹងដូចខាងក្រោមខ្ញុំអត់ចេះទេខ្ញុំមិនមានសមត្ថភាពធ្វើទេខ្ញុំកើតមកគឺបែបហ្នឹងឯងអញ្ចឹងមិនអាចមកបដូរអីបានទៀតទេហើយពេលដែលបរាជ័យគឺអ្នកដែលមាន fixed mindset ហ្នឹងណាឈប់ព្យាយាមហើយឲ្យខ្លួនឯងនៅនឹងមកគឺអត់មានទៅណាទៀតទេនេះគឺជាការគិតរបស់អ្នកដែលមានគំនិតឬក៏ផ្នត់គំនិត fixed mindset ទី2គឺ growth mindset គឺការគិតបែបដូចនៅខាងក្រោមនេះមានន័យថាជាប្រភេទមនុស្សដែល growth mindset ដែលមានការគិតបែបលក្ខណៈថាឲ្យខ្លួនឯងដើរទៅមុខរហូតណាអញ្ចឹងពួកគាត់នឹងគិតថាចេះខ្ញុំអត់តន់ចេះទេកន្លែងពាក្យថាខ្ញុំអត់តន់ចេះសូមបងប្អូនអរគ្នាអាចចងចាំមួយថាចេះពាក្យថាមិនតន់មានន័យថាវាមានអំណាចខ្លាំងណាស់វាមានន័យថាថ្ងៃហ្នឹងគឺយើងអត់អាចធ្វើវាបានប៉ុន្តែបើខ្ញុំបន្តរៀននោះខ្ញុំនឹងអាចធ្វើវាបានចឹងមានមិនតន់ចេះមិនមែនមានន័យថាយើងមិនចេះទេវានៅតែបន្តឲ្យខ្លួនឯងនឹងមានឱកាសនៅក្នុងការចេះនឹងទៅមុខទៀតចឹងកន្លែងត្រង់នេះគេចង់ឧទាហរណ៍ពី Michael Jordan មនុស្សភាគច្រើនស្គាល់ Michael Jordan ជាកីឡាករបាល់បោះដ៏អស្ចារ្យម្នាក់ក៏ប៉ុន្តែមានមនុស្សតិចដែលដឹងថាការនៅវិទ្យាល័យគាត់ក៏ធ្លាប់ត្រូវបានគេដកចេញពីក្រុមបាល់បោះដែរហើយដឹងមិនអត់នៅពេលដែលគេកំពុងតែដកគាត់ចេញពីក្រុមបាល់បោះគឺមនុស្សជាច្រើនគិតថាគាត់នឹងអត់ប្រកែកទើបគេដកគាត់នឹងចេញក៏ប៉ុន្តែសម្រាប់ Michael Jordan វិញគឺគាត់គិតខ្លួនឯងថាចេះខ្ញុំនឹងវឹកហាត់រហូតដល់គ្មានអ្នកណាអាចនឹងបដិសេធមិនជ្រើសយកខ្ញុំទៀតអញ្ចឹងនេះគឺគេហៅថាជាអ្នកដែលមាន growth mindset បងប្អូនអរគ្នាឃើញអត់មានន័យថានៅពេលដែលគេដកគាត់ចេញពីក្រុមបាល់បោះហ្នឹងមនុស្សជាច្រើនគិតថាគាត់នឹងអត់ប្រកែកគាត់អត់ចេះទើបគេដកគាត់ចេញប៉ុន្តែសម្រាប់ខ្លួនគាត់គឺគាត់គិតខ្លួនឯងថាចេះគាត់នឹងវឹកហាត់ខ្លួនគាត់រហូតដល់គ្មានអ្នកណាគេអាចបដិសេធថាមិនជ្រើសយកគាត់ឲ្យនៅក្នុងក្រុមហ្នឹងទេអញ្ចឹងនេះគឺជា growth mindset មួយរបស់គាត់ហើយដែលធ្វើឲ្យគាត់ហ្នឹងរីកចម្រើនដែលធ្វើឲ្យគាត់រហូតមកដល់ពេលបច្ចុប្បន្ននេះគាត់គឺជាកីឡាករបាល់បោះដ៏អស្ចារ្យម្នាក់មកដល់ចំណុចទី3គឺគេចង់ឲ្យយើងដឹងថាបរាជ័យគឺជាគ្រូបង្រៀនរបស់យើងកន្លែងនេះចង់សួរសំណួរបងប្អូនតិចដែរតើបងប្អូនគិតថាតើមានមនុស្សណាម្នាក់ដែលមិនធ្លាប់បរាជ័យនឹងដែរអត់បើសិនជាខ្ញុំគិតទេណាចម្លើយប្រកាសណាវាអត់មានទេសូម្បីតែអ្នកដែលជោគជ័យបំផុតក៏ធ្លាប់បរាជ័យដែរមែនអត់អញ្ចឹងគ្មានអ្នកណាម្នាក់ដែលថាកើតមកមិនធ្លាប់បរាជ័យនោះទេទោះបីជាមិនបានធ្វើអីធំដុំក៏តិចតួចនឹងបរាជ័យដែរខ្ញុំឧទាហរណ៍ណាឧទាហរណ៍ថាបើយើងចង់ចេះហែទឹកហើយយើងអត់អាចចេះហែទឹកបានរៀនមិនក៏អត់ចេះអាហ្នឹងក៏ជាការបរាជ័យមួយដែរមែនអត់បើសិនជាយើងអត់ចេះញ៉ាំម្ទេសរៀនមិនក៏នៅតែអត់ចេះអាហ្នឹងក៏ជាបរាជ័យមួយដែរមែនអត់អញ្ចឹងសរុបមកវិញមនុស្សណាក៏ធ្លាប់បរាជ័យដែរតែអត់មានណាទៀត
អត់បរាជ័យនោះទេអញ្ចឹងកន្លែងត្រង់នេះគេចង់បញ្យល់ប្រាប់យើងថាដូច្នេះភាពខុសគ្នាគឺអ្នកខ្លះបញ្ឈប់ខ្លួនឯងឲ្យនៅមួយកន្លែងគឺដោយសារតែការបរាជ័យប៉ុន្តែអ្នកខ្លះទៀតបែរជាឲ្យខ្លួនឯងហ្នឹងប្រើអាភាពបរាជ័យរបស់ខ្លួនឯងគឺជាសាលាដែលបរៀនខ្លួនឯងទៅវិញអញ្ចឹងកន្លែងហ្នឹងគឺជាភាពខុសគ្នារវាងអ្នកដែលបរាជ័យហើយនិងអ្នកជោគជ័យមានន័យថាអ្នកបរាជ័យគឺឲ្យខ្លួនឯងនៅមួយកន្លែងនៅពេលដែលខ្លួនឯងជួបនៅរឿងបរាជ័យហើយឲ្យខ្លួនឯងនៅមួយកន្លែងហ្នឹងប៉ុន្តែអ្នកដែលជោគជ័យគឺយកអាភាពបរាជ័យរបស់ខ្លួនឯងនឹងធ្វើជាសាលារៀនហើយដើរទៅមុខបន្តទៀតហើយខាងក្រោមនេះគឺជារឿងរបស់ម្ចាស់ KFC បើសិនជាយើងនិយាយចំទៅគឺគាត់បានពីរឿងរបស់គាត់ណាគឺគាត់បានលក់រូបមន្តមាន់បំពងរបស់គាត់នឹងជាង 1000 ដងហើយក៏ត្រូវបានបដិសេធនឹងជាច្រើនលើកច្រើនសារដែរមុនពេលដែលមានអ្នកយល់ព្រមទិញរូបមន្តរបស់គាត់ហ្នឹងអញ្ចឹងកន្លែងនេះគេចង់បញ្យល់ប្រាប់ថាបើសិនជាម្ចាស់ KFC ហ្នឹងណាគាត់មានផ្នត់គំនិតជា fixed mindset ប្រហែលជាមនុស្សទូទាំងពិភពលោកមិនបានស្គាល់ KFC ទេសូម្បីតែពួកយើងក៏យើងអត់ស្គាល់ KFC ដែរប៉ុន្តែដោយសារតែម្ចាស់ KFC ហ្នឹងគឺគាត់មានគំនិតរបស់គាត់ជា grow mindset ទៅធ្វើឲ្យការដែលគាត់ធ្វើអីមុនគឺគាត់អត់បោះបង់ចោលទេគាត់នៅតែបន្តធ្វើឲ្យធ្វើទៀតរហូតដល់មាន KFC មកដល់ពេលបច្ចុប្បន្ននេះចំណុចទី4នេះគឺគេចង់និយាយតទៅអំពីការខិតខំប្រឹងប្រែងមានមនុស្សជាច្រើនគិតថាបើសិនជាខ្ញុំប្រឹងខ្លាំងមានន័យថាខ្ញុំមិនឆ្លាតមែនអត់ចឹងកន្លែងនេះគេចង់និយាយចេះមានន័យថាមនុស្សខ្លះគិតថាបើខ្លួនឯងនឹងប្រឹងខ្លាំងខ្លាចគេថាខ្លួនឯងនឹងអត់ឆ្លាតប៉ុន្តែនៅក្នុងសភៅនេះគេនិយាយផ្ទុយទៅវិញចេះការខិតខំប្រឹងប្រែងមិនមែនជាសញ្ញាដែលប្រាប់ថាយើងនឹងខ្សោយប៉ុន្តែជាសញ្ញាមួយដែលកំពុងតែប្រាប់ថាយើងធ្វើឲ្យខ្លួនយើងកាន់តែរីកចម្រើននឹងទៅមុខអញ្ចឹងហើយកុំខ្លាចក្នុងការប្រឹងប្រែងប្រឹងទៅមិនមែនថាយើងប្រឹងជាងគេយើងជាមនុស្សដែលមិនឆ្លាតទេក៏ប៉ុន្តែយើងកំពុងតែប្រឹងឲ្យខ្លួនយើងកាន់តែរីកចម្រើននិងកាន់តែឆ្លាតជាងមុនទៀតចំណុចទី5គឺគេចង់និយាយប្រាប់យើងថាកុំខ្លាចការរិះគន់មិនមែនមានន័យថាយើងអន់ទេប៉ុន្តែវាគ្រាន់តែជាកន្លែងមួយដែលប្រាប់យើងថាយើងនៅមានកន្លែងដែលយើងអាចអនុវត្តឬក៏អភិវឌ្ឍខ្លួនឯងនឹងបន្ថែមទៀតវាមិនមែនជាទីបញ្ចប់របស់យើងវាក៏មិនមែនជាចំណុចអន់របស់យើងទេក៏ប៉ុន្តែវាកំពុងតែប្រាប់ថាយើងនៅមានកន្លែងដែលយើងអាចអភិវឌ្ឍវាឲ្យល្អឲ្យប្រសើរជាងនេះទៀតដូចខ្ញុំផ្ទាល់ចឹងនៅពេលដែលខ្ញុំធ្វើវីដេអូ content ខ្ញុំក៏ធ្លាប់ទទួលបានមតិជាច្រើនទៅលើវីដេអូរបស់ខ្ញុំហើយអាចនិយាយបានថាដំបូងឡើយនៅពេលដែលមានមតិជាច្រើននៅលើវីដេអូរបស់យើងអញ្ចឹងយើងក៏អាចមានអារម្មណ៍ថាយើងអត់សូវល្អដែរក៏ប៉ុន្តែបើសិនជាយើងគិតអញ្ចេះវិញយើងគិតថាអីគេដែលធ្វើឲ្យយើងនឹងចាប់ផ្ដើមធ្វើវីដេអូហ្នឹងការដែលយើងធ្វើវីដេអូខេយើងចង់ឲ្យខ្លួនយើងហ្នឹងចែករំលែកទៅអ្នកដទៃហើយនៅពេលដែលយើងចែករំលែកនឹងអ្នកដទៃវាប្រៀបធៀបដូចនឹងយើងកំពុងតែរៀនខ្លួនឯងអញ្ចឹងនេះគឺជាអីដែលយើងកំពុងតែធ្វើអញ្ចឹងនៅពេលដែលមានមតិយោបល់ណាមួយសម្រាប់យើងទទួលស្គាល់ព្រោះអីយើងត្រូវដឹងថាយើងមិនអាចនិយាយទៅទាំងអស់មានអ្នកចូលចិត្តយើងទាំងអស់ទេប៉ុន្តែយើងក៏ត្រូវរៀនសូត្រចេញពីអ្នកដែលគាត់មិនចូលចិត្តយើងដែរអញ្ចឹងនៅពេលដែលគាត់មិនចូលចិត្តតើគាត់មិនចូលចិត្តត្រង់ចំណុចកន្លែងណាហើយចំណុចកន្លែងហ្នឹងតើយើងអាចយកមកឲ្យខ្លួនយើងអភិវឌ្ឍបានបន្ថែមទៀតអត់បើសិនជាឲ្យយើងយកទៅអភិវឌ្ឍបានប្រសើរថែមទៀតយើងគួរតែជ្រើសរើសយកហើយនៅពេលនោះក៏ប្រហែលជាយើងក៏អាចធ្វើឲ្យគាត់ចូលចិត្តនៅវីដេអូរបស់យើងនោះបន្ថែមទៀតដែរអញ្ចឹងនេះហើយដែលគេចង់និយាយថាយើងកុំខ្លាចការរិះគន់ព្រោះអីគ្រប់ការងារទាំងអស់ដែលយើងធ្វើបើយើងពិតជាចង់ធ្វើមែនណាมันអាចមិនមានការរិះគន់នោះទេគឺតែងតែមានចំណុចប៉ុន្តែឲ្យយើងច្បាស់ខ្លួនឯងថាយើងនឹងចង់ធ្វើដើម្បីអីគេហើយការរិះគន់របស់គេនឹងអាចជួយឲ្យយើងនឹងមានភាពរីកចម្រើនបន្ថែមទៀតដែរអត់បើសិនជាអាចជួយឲ្យយើងនឹងមានភាពរីកចម្រើនបន្ថែមទៀតទទួលយកហើយអភិវឌ្ឍខ្លួនឯងបន្ថែមចំណុចទី6គឺគេចង់និយាយតាក់ទងអំពីឪពុកម្ដាយគេចង់និយាយថាជាឪពុកម្ដាយគុំប្រាប់កូនថាកូនឆ្លាតក៏ប៉ុន្តែត្រូវចេះនិយាយពាក្យដាក់កូនថាចេះម៉ាក់ឃើញកូនណាខិតខំខ្លាំងណាអញ្ចឹងនៅពេលដែលកូននឹងគាត់បានដឹងថាអូគេត្រូវបានប្រសើរព្រោះតែការខិតខំអញ្ចឹងគេប្រកាសជាអត់ខ្លាចបរាជ័យទៀតទេអានេះវាអាចឧទាហរណ៍បានមួយណាឧទាហរណ៍ថាកូនក្មេងគាត់
ក្មេងខ្លះគាត់បកកាយនិយាយគាត់បកកាយនិយាយគាត់បកកាយអីឬក៏គាត់ប្រឹងប្រែងរៀនសូត្រគាត់ចូលបានបន្ទុកល្អអញ្ចឹងណាអញ្ចឹងមានន័យថាយើងមិនអាចគ្រាន់តែសរសើរថាគាត់ឆ្លាតទេក៏ប៉ុន្តែយើងត្រូវតែមានភាពមួយដែលយើងសរសើរគាត់ហើយយើងជំរុញឲ្យគាត់នឹងបន្តខ្លួនគាត់ទៅមុខទៀតមានន័យថាល្អកូនម៉ាក់ឃើញកូនឯងខិតខំប្រឹងប្រែងខ្លាំងណាស់អញ្ចឹងបានកូនឯងនឹងធ្វើបានបន្ទុកនឹងល្អខ្លាំងអញ្ចឹងនៅពេលដែលគាត់ឮថាយើងសរសើរគាត់ដោយគាត់ខិតខំប្រឹងប្រែងអញ្ចឹងគាត់នឹងបន្តឲ្យខ្លួនឯងខិតខំប្រឹងប្រែងបន្តទៀតដែរហើយគាត់អត់ខ្លាចទេបរាជ័យវាឧទាហរណ៍ដូចជារឿងThomas Edison ហ្នឹងហើយ Thomas Edison ដែលគាត់ធ្វើអំពូលភ្លើងអញ្ចឹងមានគេសួរគាត់ថាចេះតើលោកបរាជ័យជាង 1000 ដងហើយមែនទេគាត់ឆ្លើយទៅវិញគាត់ឆ្លើយថាចេះគាត់បានបរាជ័យទេគាត់គ្រាន់តែរកឃើញវិធីជាង 1000 ដែលមិនដំណើរការបងប្អូនអរឃើញអត់គាត់និយាយស្ដាប់មកបើសិនជាគាត់ថាគាត់បរាជ័យប្រហែលជាគាត់ពិបាកក្នុងការងើបឈរឲ្យទៅធ្វើរឿងហ្នឹងទៀតហ្នឹងមែនទេ1000 ដងមិនមែនតិចទេក៏ប៉ុន្តែគាត់ប្រាប់ខ្លួនគាត់ហ្មងហើយគាត់ហ៊ាននិយាយប្រាប់គេទៀតថាគាត់បានបរាជ័យទេតែគ្រាន់តែថាវិធី 1000 ដែលគាត់រកឃើញហ្នឹងវាអត់ដំណើរការអញ្ចឹងនៅពេលដែលយើងគ្រាន់តែស្ដាប់រឿងគាត់ប៉ុណ្ណឹងគាត់និយាយស្ដាប់អ្វីដែលគាត់និយាយគឺធ្វើឲ្យយើងមានកម្លាំងចិត្តបន្តទៅទៀតមកអានេះខ្ញុំឧទាហរណ៍ណាបើសិនជាយើងមានបញ្ហាណាមួយដែលយើងកំពុងតែធ្វើចង់100 ដងធ្វើអត់បានសោះបើសិនតែគេសួរយើងថាយើងបរាជ័យអត់បើសិនតែយើងគ្រាន់តែបោកពាក្យយើងថាចេះខ្ញុំមិនបានបរាជ័យទេគ្រាន់ខ្ញុំធ្វើវាមិនទាន់ត្រូវនៅអ្វីដែលខ្ញុំចង់បានគ្រាន់តែយើងនិយាយចឹងទៅភ្លាមខ្ញុំគិតថាមិនដឹងថាកម្លាំងមកពីណាមកជួយជំរុញឲ្យយើងនឹងទៅមុខទៀតហើយអានេះហើយដែលគេហៅថា grow mindset បកកម្មហើយបើសិនជាខ្ញុំមើលទៅវិញអ្វីដែលខ្ញុំបានរៀនណាបើសិនជាខ្ញុំមើលត្រឡប់ទៅជីវិតរបស់ខ្ញុំវិញរហូតមកដល់ពេលបច្ចុប្បន្ននេះមិនមែនដោយសារតែខ្ញុំឆ្លាតជាងគេមិនមែនដោយសារតែអូយើងអាចស៊ូបានរហូតដល់ថ្ងៃនេះយើងឆ្លាតជាងគេយើងមានលុយជាងគេឬក៏យើងប្រកែកជាងគេអីក៏ប៉ុន្តែអ្វីដែលខ្ញុំមើលទៅដោយសារតែខ្ញុំអត់ឈប់រៀនដោយសារតែខ្ញុំអត់ឈប់សួរដោយសារតែខ្ញុំនឹងអត់ព្រមឈប់កែលម្អខ្លួនឯងហើយខ្ញុំជឿថាអត់ទៅមុខហ៊ានកែលម្អខ្លួនឯងនោះស្អីទាំងអស់ក៏អាចធ្វើបានដែរខ្ញុំអាចនិយាយប្រាប់បងប្អូនទាំងអស់គ្នាថាតើតើអំពីការរៀនរួចយកមកនិយាយនៅក្នុង YouTube នេះគឺសិតតែជាការជំរុញខ្លួនឯងឲ្យខ្លួនឯងនឹងបន្តរៀនរហូតទេព្រោះខ្ញុំស្រឡាញ់នៅការចែករំលែកប៉ុន្តែខ្ញុំក៏ស្រឡាញ់មួយទៀតថាបើសិនជាខ្ញុំអាចចែករំលែកប្រាប់គេបានលុះត្រាណាតែខ្ញុំនឹងរៀនអញ្ចឹងបើសិនជាខ្ញុំចង់ចែករំលែកខ្ញុំតតែរៀនអញ្ចឹងហើយទើបខ្ញុំបន្តឲ្យខ្លួនឯងនឹងរៀនរហូតតែសួរថាតើវីដេអូទី1ល្អអត់វីដេអូទី2ល្អអត់ទី3ល្អអត់ខ្ញុំគិតថារហូតមកដល់ឥឡូវក៏នៅតែអត់តន់ល្អដែរតែអ្វីដែលខ្ញុំធ្វើគឺមានន័យថាខ្ញុំបន្តឲ្យខ្លួនឯងនឹងនៅតែធ្វើវាជាប់លាប់ហើយខ្ញុំគិតថាបើខ្ញុំនៅតែបន្តធ្វើខ្ញុំនៅតែបន្តកែលម្អក៏ថ្ងៃណាមួយខ្ញុំអាចនឹងធ្វើវីដេអូបានល្អជាងនេះទៀតហើយខ្ញុំពិតជាលើកទឹកចិត្តទៅដល់បងប្អូនអរគ្នាថាបើសិនជាបងប្អូនចង់ធ្វើអីបងប្អូនធ្វើទៅលើកទី1អាចធ្វើមិនបានល្អលើកទី2ក៏នៅតែមិនបានល្អប៉ុន្តែកុំថ្ងៃណាមួយយើងនឹងបានល្អបើសិនជាយើងមានការតាំងចិត្តមួយដែលល្អបំផុតតោះអញ្ចឹងថ្ងៃនេះយើងអាចសាករឿងមួយជាមួយគ្នាបានអត់ដោយយើងគ្រាន់តែសរសេរនៅលើกระดาษមួយហើយយើងសរសេរអំពីសំណួរមួយខ្ញុំប្រាប់សំណួរទៅឲ្យបងប្អូនអរគ្នាអាចយកទៅសរសេរតើមានអ្វីមួយដែលខ្ញុំតែងនិយាយថាខ្ញុំមិនអាចបន្ទាប់មកបងប្អូនអរគ្នាបដូរវាទៅជាចាស់វិញខ្ញុំមិនតាន់អាច1 2 3អញ្ចឹងទៅប៉ុន្តែខ្ញុំនឹងរៀនឡើយឧទាហរណ៍ណាឧទាហរណ៍ពីខ្ញុំមួយចាស់ខ្ញុំសរសេរខ្លួនឯងថាតើមានអ្វីមួយដែលខ្ញុំតែងតែនិយាយថាខ្ញុំមិនអាចបន្ទាប់មកអាចគូសញ្ញាព្រួយមួយសរសេរថាខ្ញុំមិនតាន់អាចហែទឹកបានប៉ុន្តែខ្ញុំនឹងរៀនទី2ខ្ញុំមិនអាចនិយាយជាសាធារណៈបានល្អប៉ុន្តែខ្ញុំនឹងបន្តរៀននិយាយអញ្ចឹងនៅពេលដែលយើងដាក់ថាយើងមិនអាចណាមួយយើងមិនតាន់អាចប៉ុន្តែយើងនឹងរៀនមិនតាន់អាចប៉ុន្តែយើងនឹងរៀនអញ្ចឹងយើងនឹងមើលឃើញថាអីគេខ្លះដែលកំពុងតែបើកផ្លូវឲ្យយើងមើលឃើញឱកាសថ្មីជាច្រើនចូលមកជីវិតរបស់យើងកាន់តែច្រើនជាងនឹងទៀតអញ្ចឹងកន្លែងនេះគេឲ្យយើងចាំថាចេះពាក្យថាមិនតាន់ណាគឺអាចបើកផ្លូវឲ្យយើងនឹងមើលឃើញឱកាសថ្មីជាច្រើនចូលមកក្នុងជីវិតរបស់យើងអញ្ចឹងមុនពេលដែលបញ្ចប់ខ្ញុំមានពាក្យមួយប្រយោគ
ដែលខ្ញុំជួយចិត្តខ្លាំងមែនទែនគឺកុំវាស់តម្លៃខ្លួនឯងតាមកន្លែងដែលយើងកំពុងតែឈរនៅពេលនេះប៉ុន្តែត្រូវតែវាស់វាតាមទិសដៅដែលយើងកំពុងតែរីកចម្រើនហើយជីវិតមិនត្រូវការមនុស្សល្អឥតខ្ចោះទេប៉ុន្តែជីវិតគឺត្រូវការមនុស្សដែលមិនឈប់ឲ្យខ្លួនឯងនឹងរីកចម្រើនចាអញ្ចឹងអរគុណសម្រាប់ការស្ដាប់នៅ podcast មួយនេះហើយបើសិនជាមានប្រយោជន៍ក៏សូមបងប្អូនអរគ្នាអាចបន្តចែករំលែកទៅកាន់មនុស្សដែលបងប្អូនទាំងអស់គ្នាស្រឡាញ់ព្រោះការផ្លាស់ប្ដូរដ៏ធំបំផុតតែងតែកើតឡើងចេញពីការផ្លាស់ប្ដូរនៃការដែលយើងគិតរបស់ខ្លួនយើងនឹងទៅមុនសិនហើយបើសិនជាតាមបទពិសោធន៍របស់ខ្ញុំដែលជាម្ចាស់អាជីវកម្មណាខ្ញុំជឿថាមនុស្សភាគច្រើនមិនចាញ់ដោយសារតែយើងអត់លុយមិនចាញ់ដោយសារតែយើងខ្វះឱកាសឯងប៉ុន្តែភាគច្រើនគឺចាញ់ដោយសារតែរបៀបនៃការគិតរបស់ខ្លួនឯងអញ្ចឹងនៅពេលដែលផ្នត់គំនិតរបស់យើងផ្លាស់ប្ដូរការសម្រេចចិត្តរបស់យើងក៏ផ្លាស់ប្ដូរហើយពេលដែលយើងមានការសម្រេចចិត្តណាមួយដែលផ្លាស់ប្ដូរនោះលទ្ធផលក៏វានឹងផ្លាស់ប្ដូរតាមនឹងដែរអញ្ចឹងអរគុណច្រើនដែលបងប្អូនអរគ្នាចំណាយពេលស្ដាប់នៅ podcast មួយនេះ